ប្រសិនបើសង្គ្រាមលោកលើកទី3ចាប់ផ្ដើមនៅថ្ងៃស្អែកនេះ5ប្រទេសទាំងនេះមិនបាច់ត្រៀមខ្លួនទេព្រោះពួកគេធ្លាប់ធ្វើសង្គ្រាមពីមុនរួចមកហើយចំណាត់ថ្នាក់លេខ5កូរ៉េខាងត្បូងកូរ៉េខាងត្បូងធ្លាប់មានសង្គ្រាមដែលមានកងទ័ពប្រហែល45,000 នាក់និងមានកម្លាំងបម្រុងប្រហែល3លាន1សែននាក់មានយន្តហោះ1500គ្រឿងធ្លាប់បានប្រយុទ្ធក្នុងសង្គ្រាមកូរ៉េខាងជើងនៅមិនទាន់ចប់ពិតប្រាកដទេចំណុចលេចធ្លោគឺប្រព័ន្ធ QK បាញ់គោលដៅត្រឹមតែប៉ុន្មាននាទីកាំភ្លើងធំនៅព្រំដែនអាចប្រហារដល់ទីក្រុងភ្លាមនេះហើយដែលហៅថាមិនបាច់ត្រៀមខ្លួនមុនឡើយចំណាត់ថ្នាក់លេខ4ប្រទេសឥណ្ឌាជាប្រទេសមួយដែលអាចប្រយុទ្ធពីសមរភូមិក្នុងពេលតែមួយបានមានកងទ័ព1,45,000 នាក់កងទ័ពបម្រុង2លាន5សែននាក់មានអាវុធនុយក្លេអ៊ែរ172គ្រាប់ធ្លាប់ប្រយុទ្ធជាមួយប៉ាគីស្ថាន4ដងប៉ះទង្គិចជាមួយចិននៅព្រំដែនចំណុចលេចធ្លោមានអាវុធ BrahMos សមត្ថភាពបាញ់លឿនមាន MiG-3 ដែលបាញ់ចេញពីដីគោកលើសមុទ្រនិងអាកាសប្រសិនបើផ្ទុះសង្គ្រាមមានអាវុធនុយក្លេអ៊ែរវាយប្រហារភ្លាមចំណាត់ថ្នាក់លេខ3ប្រទេសចិនមានកងទ័ពដែលធ្វើសង្គ្រាមមិនចេះអស់មានទាហាន2លាននាក់ដែលជាប់ចំណាត់ថ្នាក់លេខ1នៅលើពិភពលោកមាននាវាចម្បាំង700គ្រឿងមានអាវុធនុយក្លេអ៊ែរ600គ្រាប់ធ្លាប់បានប្រយុទ្ធជាមួយប្រទេសវៀតណាមក្នុងឆ្នាំ1979ហើយកំពុងជួបស្ថានភាពតានតឹងនៅតៃវ៉ាន់ចំណុចលេចធ្លោមានប្រព័ន្ធមីស៊ីល DF-17 Hypersonic មានល្បឿនលឿននិងមីស៊ីល Mach 5 បូកនិងdrone វាយប្រហារមនុស្សរាប់ម៉ឺននាក់ក្នុងពេលតែមួយនេះគឺជាសង្គ្រាមសម័យ AI ចំណាត់ថ្នាក់លេខ2គឺប្រទេសរុស្ស៊ីជាប្រទេសដែលមានអាវុធគ្រប់គ្រាន់ក្នុងការបំបត្តិពិភពលោកមាននុយក្លេអ៊ែរចំនួន5,500គ្រាប់ជាចំនួនខ្ពស់បំផុតលើពិភពលោកធ្លាប់ប្រយុទ្ធជាមួយអ៊ុយក្រែនស៊ីរីនិងហ្សុកស៊ីចំណុចលេចធ្លោគឺសាតាន2បាញ់បានឆ្ងាយ 18,000 គីឡូម៉ែត្រត្រឹមតែមួយគ្រាប់ធ្វើឲ្យទីក្រុងជាច្រើនបាត់ពីលើដីមិនបាច់ឈ្នះគ្រាន់តែមិនទុកឲ្យអ្នកណានៅរស់ឡើយលំដាប់ទី1សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលមានសមត្ថភាពប្រយុទ្ធបានពេញពិភពលោកដោយមានថវិកាយោធាចំនួន8សែនលានដុល្លារអាមេរិកក្នុងមួយឆ្នាំមានយន្តហោះជាង 13,000 គ្រឿងនិងនាវាផ្ទុកយន្តហោះចំនួន11គ្រឿងមាននុយក្លេអ៊ែរចំនួន 5,000 គ្រាប់សហរដ្ឋអាមេរិកបានប្រយុទ្ធស្ទើរតែគ្រប់សង្គ្រាមធំនៅលើពិភពលោកចំណុចលេចធ្លោគឺយន្តហោះ F-35 B2 ដែលហោះស្ទើរតែមើលមិនឃើញបាញ់មុនមិនបាច់មើលឃើញគោលដៅយន្តហោះគ្មានមនុស្សបើកសម្រាប់គោលដៅដោយមិនចំណាយកម្លាំងទ័ពនេះមិនត្រឹមតែជាកងទ័ពទេតែនេះជាប្រព័ន្ធគ្រប់គ្រងសង្គ្រាមលើសកលលោកសរុបដោយខ្លីមកប្រទេសទាំង5នេះពិតជាបានប្រយុទ្ធពិតប្រាកដមានអាវុធដែលអាចបំផ្លាញពិភពលោកបានហើយអាចប្រើប្រាស់ភ្លាមប្រសិនបើ5ប្រទេសនេះបាញ់ក្នុងពេលដំណាលគ្នានេះមិនមែនគ្រាន់តែជាសង្គ្រាមលោកលើកទី3ទេតែវាជាសង្គ្រាមចុងក្រោយសម្រាប់មនុស្សជាតិ